សួរនិងទូទៅទាំងគ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញទៅដល់ក្នុងរបៀបការបង្កើតក៏ដូចជាអឺទៅដល់ជាមួយនឹង process នៃការអឺ convert lead ក៏ដូចជាការបង្កើត content អឺទៅដល់ជាមួយនឹងការបង្កើត chat ជាដើមអញ្ចឹងនៅក្នុង process នីមួយៗខ្ញុំធ្វើការបង្ហាញនៅក្នុងវីដេអូមួយនេះ អឺអញ្ចឹងខ្ញុំអាចចាប់ផ្ដើមពីដំបូងទៅដល់ជាមួយនឹងការបង្កើត campaign អញ្ចឹង campaign គឺសំដៅទៅលើអឺរបៀបនៃការស្វែងរក customer អញ្ចឹងcampaign ហ្នឹងវាប្រៀបបានដូចជាអឺការស្វែងរក customer ទៅតាមវិធីផ្សេងៗយើងអាចនិយាយបានថាជាប្រភេទជា marketing activity ដូចជាពពួកFacebook ad Facebook advertise តទៅជាមួយនឹង email promotion តទៅជាមួយនឹង event អីផ្សេងៗអញ្ចឹងតទៅជាមួយនឹងពពួក marketing activity ហ្នឹងគឺនៅក្នុងអគឺយើងត្រូវបង្កើតនៅក្នុង content នៅក្នុង campaign អញ្ចឹងអឺដើម្បីបង្កើត campaign គឺដំបូងឡើយគឺយើងចូលទៅ system របស់យើងហើយយើងចូលទៅកាន់ campaign tab បន្ទាប់មកយើង click new អញ្ចឹងយើងអាចដាក់ឈ្មោះcampaign របស់យើងឧទាហរណ៍ដាក់ថា event promotion ហើយយើងអាចមានជា start date ឬមួយក៏ end date តទៅជាមួយនឹង tab យើងអាចដាក់ថាប្រភេទជា advertisement ប្រភេទជា banner ឬមួយក៏ email អីផ្សេងៗអញ្ចឹងខ្ញុំអាចរើសប្រភេទជា advertisement ហើយពពុះ status នេះក៏យើងអាចជ្រើសរើសទៅតាមstatus ដែលយើងបង្កើតឬក៏យើងអឺកំពុងតែ in progress ឯជាដើមអញ្ចឹងអាចមានជាប្រភេទ plan in progress ឬក៏ complete អញ្ចឹងខ្ញុំអាចដាក់ plan ហើយនេះគឺតកតងជាមួយនឹង expected revenue in campaign ឬមួយក៏តកតងជាមួយនឹង budget cost តកតងជាមួយនឹង actual cost ឬមួយក៏អឺអឺចំនួននៃដែលយើងរំពឹងទុកថានឹងទទួលបាននៅក្នុងការអឺ promotion មួយហ្នឹងនៅក្នុង event មួយហ្នឹងអញ្ចឹងយើងអាចដាក់ទៅ6000អីជាដើមអញ្ចឹងនៅពេលដែលយើង complete អឺព័ត៌មានដែលយើងបង្កើត campaign ហើយយើងគ្រាន់តែ click save ទៅយើងនឹងទទួលបាន campaign ថ្មីមួយអញ្ចឹងនៅក្នុង campaign គឺយើងឃើញ campaign គឺយើងឃើញមានវា link ទៅកាន់ lead វាមានទៅ opportunity អញ្ចឹងនៅពេលដែលយើងបង្កើត campaign ហើយយើងនឹងទៅគិតមើលទៅដល់ lead អញ្ចឹង lead ហ្នឹងវាប្រៀបបានដូចជាអឺយើងអាចនិយាយបានថាទៅតងជាមួយនឹង interested person គឺទៅលើអតិថិជនឬក៏មនុស្សដែលគាត់ចាប់អារម្មណ៍ទៅលើpromotion របស់យើងទៅលើ product របស់យើងឬក៏សេវាកម្មណាមួយដែលយើងមានអញ្ចឹងនៅពេលដែលគាត់ interact ប៉ុន្តែគាត់មិនទាន់ក្លាយទៅជា real customer របស់យើងឯងគឺមានន័យថាគាត់គ្រាន់តែ interest មកសួរនាំទៅលើសេវាកម្មឬក៏ផលិតផលរបស់យើងអញ្ចឹងកន្លែងហ្នឹងគឺយើងអាចទៅបង្កើត lead ដើម្បី follow up អឺអឺសម្រាប់អតិថិជនមួយហ្នឹងអញ្ចឹងយើងអាចបង្កើត lead ចេញពី campaign បានឬក៏យើងអាចចូលទៅកាន់ lead tab ហើយយើងclick new ទៅគឺយើងនឹងទៅបង្កើត lead អញ្ចឹងនៅក្នុង lead ហ្នឹងខ្ញុំអាចដាក់ឈ្មោះ Linda ដែលគាត់ជាអតិថិជនដែលយើងគិតថាគាត់កំពុងតែចាប់អារម្មណ៍ទៅលើ product ឬក៏សេវាកម្មរបស់យើងអញ្ចឹងនៅក្នុង company នេះគឺជា example ទេខ្ញុំអាចដាក់ ABC D អឺ ABCD ចឹងទៅអញ្ចឹងគឺវានឹង link ទៅ campaign ដែលយើងបង្កើតមុនហ្នឹងហើយយើងអាចដាក់ជា email យើងអាចដាក់ជា status ឬក៏ rating អីផ្សេងៗអញ្ចឹងខ្ញុំអាចបំពេញតែប៉ុណ្ណឹងតោះមកខ្ញុំ click save អឺបន្ទាប់មកយើងបាន lead មួយអញ្ចឹងមានន័យថាយើងបាន customer មួយដែលគាត់ឈ្មោះ Linda អឺនៅក្នុង company មួយហ្នឹង
ប៉ុន្តែយើងអត់ទាន់ដឹងថាតើគាត់ជាអតិថិជនរបស់យើងឬក៏គាត់គ្រាន់តែចាប់អារម្មណ៍ហើយគឺគាត់អាចនឹងមិនទទួលសេវាកម្មឬក៏មិនយកប្រទេសរបស់យើងក៏ថាបានអញ្ចឹងនៅពេលដែលយើង check ទៅលើអតិថិជនរបស់យើងបើសិនជាគាត់ពិតជាចាប់អារម្មណ៍ទៅលើ product របស់យើងមែនឬក៏សេវាកម្មរបស់យើងមែនតើយើងគួរធ្វើអីបន្តទៀតអញ្ចឹងប្រទេសរបស់យើងនៅពេលដែលអតិថិជនមួយហ្នឹងគឺគាត់អឺពិតជាចាប់អារម្មណ៍ទៅលើ product របស់យើងមែនអញ្ចឹងគឺយើងអាចអឺបន្តទៅ convert lead អញ្ចឹងនៅក្នុង convert lead នេះគឺយើងឃើញប៊ូតុង convert lead នេះអញ្ចឹងនៅពេលដែលយើង convert ទៅវានឹង automatically ទៅបង្កើត3object ផ្សេងទៀតក៏យើងអាចនិយាយបានថានឹងទៅបង្កើតទៅជាមួយនឹង company បង្កើតទៅជាមួយនឹង contact ហើយនឹងopportunity អញ្ចឹងយើង click convert lead ទៅវានឹងចូលទៅកាន់ការ convert lead ហ្នឹងចូលទៅcompany ទៅ contact ឬមួយក៏ opportunity អញ្ចឹងនៅក្នុង company នេះគឺយើងអាចដូរបានបើសិនជាយើងស្គាល់ពី real company របស់គាត់បើសិនជាយើងអាចដឹងពី real company របស់គាត់ឬក៏ contact នេះគឺតកតងជាមួយនឹងអឺទំនាក់ទំនងមានន័យថាអឺអតិថិជនដែលយើងនឹងត្រូវទំនាក់ទំនងទៅអញ្ចឹងឧទាហរណ៍ថាយើងបង្កើតមួយហ្នឹងគឺគាត់ឈ្មោះ Linda អញ្ចឹង Linda ហ្នឹងគឺជាអតិថិជនដែលយើងនឹងទំនាក់ទំនងទៅគាត់នៅពេលក្រោយឬក៏អ្នកផ្សេងអញ្ចឹងគឺយើងអាចកែប្រែនៅលើពេលដែលយើង convert link នេះទៅ contact នឹងបានចឹងបើសិនជាគាត់ជាអតិថិជនមួយដែលយើងនឹងទំនាក់ទំនងទៅគាត់ដែលយើងនឹងត្រូវ follow up គាត់ទៅលើ product ដែលគាត់យកឬក៏សេវាកម្មរបស់សេវាកម្មរបស់យើងហ្នឹងអញ្ចឹងយើងអាចបង្កើត contact ដែលមានអឺឈ្មោះគាត់ឬក៏មានទំនាក់ទំនងឯផ្សេងទៀតដូចជា email ដូចជាលេខទូរស័ព្ទអីជាដើមអញ្ចឹងកន្លែងនេះគឺនៅពេលដែលយើង create link ហើយគឺវានឹង convert ទៅcompany តែ contact ហើយនឹង opportunity opportunity គឺមានន័យថាគឺយើងអាចគិតថាអឺ Linda ហ្នឹងគឺគាត់ជា real customer របស់យើងហើយអញ្ចឹងគឺយើងត្រូវមានfollow up ជា deal មានន័យថាតើយើង expect ថាអតិថិជនមួយហ្នឹងគឺគាត់អាចនឹងទិញ product អីហើយអឺគាត់នឹងទិញ product ហ្នឹងពិតអត់ហើយគាត់ទិញ product ហ្នឹងអាចទទួលបាននៅក្នុងប្រាក់ចំណូលប្រមាណអញ្ចឹងកន្លែងនេះគឺតកតងជាមួយនឹងការបង្កើត opportunity ហើយនេះតកតងជាមួយនឹង owner ដែលគាត់បង្កើតអឺ convert lead ហ្នឹងចឹងនៅពេលដែលយើងបំពេញព័ត៌មានហើយយើងគ្រាន់តែ click convert lead ទៅយើងនឹងឃើញថាអឺនៅក្នុង opportunity នេះវានឹង link ទៅកាន់account name អឺដែលយើងដាក់ឈ្មោះមុនហ្នឹងហើយក៏វាចូលទៅកាន់ contact ដែលឈ្មោះ Linda ចឹងគឺវានឹងបង្កើតថ្មីអឺព័ត៌មានផ្សេងទៀតដែលតទៅនៅក្នុង company នៅក្នុង company ដែលយើងហៅថា account ហើយវានឹងទៅបង្កើតជា contact ដែលយើងនឹងត្រូវទំនាក់ទំនងទៅគាត់ជាងយើងអាចចូលទៅកាន់account ឬក៏ contact នឹងបានហើយយើងក៏អាចបំពេញនៅព័ត៌មានផ្សេងឧទាហរណ៍ថាតទៅជាមួយនឹងលេខទូរស័ព្ទអទៅជាមួយនឹង email ឬក៏ទៅជាមួយនឹង industry អីផ្សេងៗគឺយើងអាចបំពេញព័ត៌មានបន្ថែមបន្ទាប់ពីយើងអឺ convert ចេញពី lead ហើយអញ្ចឹងពេលដែលយើងចូលទៅកាន់ company អញ្ចឹងយើងអាចបំពេញជា industry របស់ company របស់គាត់យើងអាចបំពេញជា company stock យើងអាចបំពេញជា annual revenue ឬក៏ប្រភេទជាលេខទូរស័ព្ទឬក៏ address information អីផ្សេងៗអញ្ចឹងនៅក្នុង company នេះគឺតកតងជាមួយនឹងcompany របស់អតិថិជនរបស់យើងហើយ contact គឺតកតងទៅនឹងការទំនាក់ទំនងទៅជាមួយនឹងអតិថិជនរបស់យើងទៅតាមរយៈលេខទូរស័ព្ទឬក៏ email អីផ្សេងៗហើយតកតងជាមួយនឹង opportunity ដូចយើងនិយាយខាងដើមវាតកតងជាមួយនឹង real deal របស់យើងដែលយើងអាច follow up គាត់ថាអឺអតិថិជនមួយហ្នឹងគឺគាត់អាចនឹងទិញ product របស់យើងអឺចំនួនប្រមាណ
អញ្ចឹងនៅពេលដែលយើងចូលទៅ update edit opportunity យើងអាចឃើញវានឹង link ទៅកាន់ opportunity product របស់យើងអញ្ចឹង product ហ្នឹងតើ product មួយណាខ្ញុំអាច select រើសយកឧទាហរណ៍ product មួយឬពីរធ្វើការបង្ហាញអញ្ចឹងខ្ញុំអាចដាក់ពីរ product តកតងជាមួយនឹងMacBook ហើយនិង battery ហើយកន្លែងនេះតកតងជាមួយនឹង stage អញ្ចឹង stage ហ្នឹងគឺកន្លែងដែលយើងអាច follow up គាត់ថាដំបូងវាអាច start ពីqualification អឺបន្ទាប់មកវាអាចនឹងចូលទៅ proposal តកតងនឹង quote តកតងជាមួយនឹង analysis ហើយចុងក្រោយយើងនឹងដឹងថាតើអតិថិជនមួយហ្នឹងគឺគាត់អាចនឹងទិញ product របស់យើងវានឹង update ទៅ close one ហើយបើសិនជាគាត់អត់ទិញនៅក្នុងលក្ខខណ្ឌណាមួយតែគាត់មិនទទួលយក product របស់យើងគឺ stake របស់យើងវានឹង update យើងនឹង update វាទៅ close loss ចឹងមានន័យថាអតិថិជនមួយហ្នឹងគឺយើង fail ហើយយើងអាចលក់ផលិតផលទៅគាត់បានតែបើសិនជាយើងពិតជាលក់បានឲ្យគាត់មែនអញ្ចឹងstake របស់យើងគឺយើង update ទៅ close one ចឹងនៅពេលដែលយើងអឺ check មើលទៅលើ opportunity ទៅលើបណ្ដាញដែលគាត់នឹងជ្រើសរើសបន្ទាប់មកយើងឃើញមានតកតងជាមួយនឹងការ convert ទៅ quote អឺហើយនៅក្នុងដំណាក់កាលនីមួយៗនៅពេលដែលយើង convert ទៅ quote ទៅ invoice ផ្សេងៗហ្នឹងគឺយើងត្រូវមានដំណាក់កាលតាក់ទងជាមួយនឹង follow up ទៅលើ customer របស់គាត់របស់យើងចឹងមានន័យថាយើងមានobject មួយផ្សេងទៀតដែលយើងហៅកាត់ថា task ជាង task ហ្នឹងគឺកន្លែងមួយដែលយើងអាច follow up ទៅលើ customer របស់យើងfollow up ទៅតាមវិធីណាដូចជាតាក់ទងជាមួយនឹងអឺការផ្ញើ email តាក់ទងជាមួយនឹង meeting ជាមួយនឹង customer របស់យើងអឺឬក៏តាក់ទងជាមួយនឹងអឺការ follow up ព័ត៌មានផ្សេងៗដែលគាត់ត្រូវការដែលគាត់ចង់ទំនាក់ទំនងសួរមកយើងចឹងកន្លែងហ្នឹងគឺយើងអាចបង្កើតនៅក្នុង task ចឹង task ហ្នឹងខ្ញុំអាចឧទាហរណ៍ថា call customer អញ្ចឹង do that ខ្ញុំអាចដាក់ឧទាហរណ៍ថ្ងៃទី2527ហើយ priority ជា high ជា low ឬក៏ជា normal អញ្ចឹងយើងអាចកំណត់ជាប្រភេទ priority ទៅលើ customer របស់យើងហើយនៅក្នុង status មួយណា not start in progress ឬក៏ waiting someone else ឬក៏ completed ជាដើមអញ្ចឹងបើសិនជាយើងទៅតែបង្កើតយើងនឹង call ទៅគាត់នៅថ្ងៃបន្ទាប់អញ្ចឹងយើងអាចដាក់ថា not start ហើយតកតងនឹង related to នេះគឺវាអាចស្មើនឹង relate ទៅ company មួយណាអញ្ចឹងវានឹង link ទៅregister ទៅលើ company របស់អតិថិជនដែលត្រូវការ product របស់យើងនឹងហើយ assign to ក៏ដូចគ្នាវាអាចមានជា link ទៅ contact ឬមកក៏ link ទៅ list អញ្ចឹងបើសិនជា link ទៅ contact អញ្ចឹង contact មួយណាដែលយើងត្រូវទំនាក់ទំនងទៅគាត់អញ្ចឹងមកហ្នឹងខ្ញុំដាក់ឈ្មោះជា Linda ខ្ញុំអាច select ទៅassign ទៅ contact មួយហ្នឹងតើមើលយើងគ្រាន់តែ save ទៅចឹងមានន័យថានៅក្នុងអឺនៅនៅក្នុងថ្ងៃអឺយើងនឹងមាន follow up task មួយដែលយើងនឹង call ទៅ customer របស់យើងនៅក្នុងថ្ងៃទី27មេសាអញ្ចឹងបន្ទាប់ពីយើងfollow up គាត់យើងនឹងត្រូវ call ទៅគាត់ថាតើយើងនឹងធ្វើអីបន្ទាប់ពី call បើសិនជាយើងត្រូវការ send email ទៅគាត់យើងគ្រាន់តែទៅ create task មួយទៀតហើយយើង follow up ដាក់ថាយើងនឹងត្រូវ send email ទៅគាត់នៅថ្ងៃណាថ្ងៃទី28ឬក៏27អីជាដើមអញ្ចឹងកន្លែងហ្នឹងការបង្កើត task គឺតកតងជាមួយនឹងការ follow up status របស់គាត់អឺទៅលើopportunity ទៅលើបណ្ដាញដែលគាត់បានយកហ្នឹងអញ្ចឹងកន្លែង task គឺតកតងជាមួយនឹងការ follow up status របស់ customer របស់យើងក៏ដូចជាអឺការ follow up ទៅលើអឺ customer ដែលគាត់ត្រូវការការសាកសួរឬក៏
យើងត្រូវការផ្ញើសារទៅគាត់យើងត្រូវការ call យើងត្រូវការទំនាក់ទំនងអីមួយដែលcustomer របស់យើងត្រូវការក៏ដូចជាតកតងនឹងការ send quote តកតងជាមួយនឹង send invoice អីជាដើមអញ្ចឹងនៅក្នុង opportunity ហ្នឹងយើងក៏អាច convert opportunity ហ្នឹងទៅ convert ទៅ quote ចឹងតកតងនឹងបើសិនជាអតិថិជនហ្នឹងគឺគាត់ចង់បាន quote ចឹងយើងគ្រាន់តែអឺអឺយើងគ្រាន់តែ click convert to quote អញ្ចឹងយើងនឹងបង្កើតបាន quote មួយយើងនឹងបង្កើតបាន quote ថ្មីមួយយើងក៏អាច set email quote ឬក៏យើងអាច convert អញ្ចឹងនៅពេលដែលគាត់ review quote របស់យើងហើយបើសិនជាគាត់សម្រេចចិត្តថាគាត់អូខេជាមួយនឹងអឺតម្លៃក៏ដូចជាអឺផលិតផល product របស់យើងអញ្ចឹងយើងអាច convert វាទៅ invoice បន្តបានអញ្ចឹងនៅក្នុង invoice នេះគឺយើងអាច select ប្រភេទជាអឺ GL account មានន័យថាតើគាត់អាចនឹង pay យើងនៅថ្ងៃណាpay តាមរយៈអីអញ្ចឹងកន្លែងហ្នឹងគឺតកតងជាមួយនឹងការបង្កើត invoice និង convert ទៅ quote អញ្ចឹងយើងអាច select product ហ្នឹងដូចដើមអញ្ចឹងកន្លែងនេះគឺតកតងជាមួយនឹងការបង្កើត invoice ដែលយើងមាន invoice សម្រាប់បោះឲ្យគាត់អឺមអញ្ចឹងកន្លែងត្រង់កន្លែងហ្នឹងគឺតកតងជាមួយនឹង process ដែលយើងត្រូវការអឺ follow up ជាមួយនឹង customer របស់យើងអញ្ចឹងខ្ញុំអាចសង្ខេបឡើងវិញគឺយើងមានដំបូងឡើយគឺយើងត្រូវបង្កើត campaign គឺជាកន្លែងមួយដែលយើងអាចទៅស្វែងរក customer របស់យើងទៅតាមអឺរយៈការ advertise ឬក៏ event ឬមកក៏ការ promotion អីផ្សេងៗអញ្ចឹង campaign គឺជាកន្លែងដែលយើងនឹងត្រូវស្វែងរក customer របស់យើងអតិថិជនរបស់យើងបន្ទាប់ពីយើងទទួលបាន campaign បើសិនជាអតិថិជនមួយណាដែលគាត់ពេញចិត្តឬក៏មានចំណាប់អារម្មណ៍ទៅលើ product របស់យើងគឺយើងនឹងចូលទៅបង្កើត lead ហើយនៅពេលដែលយើងទៅបង្កើត lead ហើយបើសិនជា customer មួយហ្នឹងគឺគាត់ពិតជាinterest ទៅលើ product របស់យើងមែនហើយគាត់នឹងក្លាយទៅជាអតិថិជនពិតប្រាកដរបស់យើងអញ្ចឹងយើងអាច convert lead ហ្នឹងទៅកាន់អឺ ទៅconvert lead ទៅ company ទៅ contact ហើយនឹង opportunity អញ្ចឹងនៅក្នុង opportunity នីមួយៗគឺយើងអាច follow up ទៅតាមអឺstatus របស់customer របស់យើងដែលយើងអាច follow up ទៅគាត់ទៅតាមការ call ការ send email ឬក៏ការ send quote ឬក៏ meeting អីផ្សេងៗអញ្ចឹងយើងនឹង follow up គាត់នៅក្នុងនៅពេលដែលយើង convert ទៅ opportunity អញ្ចឹងនៅក្នុង process មួយហ្នឹងគឺបានបញ្ចប់អឺហើយបន្ទាប់មកគឺខ្ញុំអាចធ្វើការបង្ហាញតទៅជាមួយនឹង sales target អឺ sales target ការបង្កើត sales target គឺសំដៅទៅលើអឺការរំពឹងទុកឬក៏អឺគោលដៅនៃការលក់ដែលយើង expect ថាតើយើងអាចនឹងទទួលបានប្រាក់ចំណូលប្រមាណនៅក្នុងខែណាមួយដែលយើងនឹង expect ថាតើយើងអាចនឹងទទួលបានប្រាក់ចំណូលប្រមាណនៅក្នុងខែហ្នឹងអញ្ចឹងជាធម្មតា sales team របស់យើងគឺយើងតែងតែមាន sales team ហើយនៅក្នុង sales team របស់យើងគឺអឺយើងនឹងទៅអឺយើងតែងតែមានគោលដៅថានៅក្នុងខែបន្ទាប់យើងអឺគួរតែរកបានប្រាក់ចំណូលប្រមាណនៅក្នុងមួយខែអញ្ចឹងឧទាហរណ៍ថាអឺអឺអញ្ចឹងគឺយើងត្រូវទៅបង្កើតនៅលើ sales target ដែលយើង click new button អញ្ចឹងឧទាហរណ៍ថានៅក្នុង cell team A ឬក៏cell team A មាន user ណាខ្លះមាន user ទី1ទី2ទី3អញ្ចឹងទៅអញ្ចឹងយើងអាច select cell user គឺសម្រាប់ទៅលើ cell អឺ cell team របស់យើងដែលយើងអាចកំណត់ទៅតាមមនុស្សម្នាក់ឬក៏ទៅតាម team របស់យើងអញ្ចឹងយើងអាច select user របស់យើង
បន្ទាប់មក monthly revenue ថាតើយើងអាចនឹងកំណត់គោលដៅថាតើយើងអាចនឹងរកបានប្រាក់ចំណូលប្រមាណខែនៅក្នុងខែមួយហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំនឹងធ្វើនៅក្នុងខែ5អឺមហើយនៅក្នុងឆ្នាំ2026អញ្ចឹងយើងមានគោលដៅថាទទួលបានយើងនឹងរកប្រាក់ចំណូលឲ្យបាន$6,000អឺគ្រាន់តែជាឧទាហរណ៍ទេ$6,000នៅក្នុងមួយខែអញ្ចឹងនៅក្នុង$6,000ហ្នឹងថាតើយើង expect ថាយើងនឹងទទួលបាន lead conversion rate ហ្នឹងតើយើងនឹងទទួលបានអឺរកអតិថិជនហ្នឹងបានចំនួនប្រមាណអ្នកអឺឬក៏អឺយើងទទួលបានអតិថិជនពិតប្រាកដដែលគាត់នឹងត្រូវយក product របស់យើងហ្នឹងចំនួនប្រមាណអញ្ចឹងយើងអាចrate មកថាបានប្រមាណភាគរយហើយតកតងជាមួយនឹងការ send quote តកតង quote conversion ហ្នឹងថាយើងនឹងទទួលបានប្រមាណភាគរយហើយ win customer ហ្នឹងតើយើងនឹងអាចទទួលបាន customer ដែលគាត់នឹង close one ហ្នឹងដែលយើងនឹងអាចនិយាយបានថាយើងអាចយកឈ្នះចិត្តអតិថិជនដែលគាត់នឹងត្រូវទិញ product របស់យើងហ្នឹងចំនួនប្រមាណអ្នកអញ្ចឹងកន្លែងហ្នឹងគឺយើងអាចបំពេញនៅក្នុង sales target របស់យើងអឺជាងអាចដាក់50%អឺអឺហើយ40 quote 40អញ្ចឹង win customer របស់យើងអាចដាក់ថា5នាក់អឺមហើយតកតងកន្លែងនេះតកតងជាមួយនឹង work day a week ថាតើយើងធ្វើការប្រហែលថ្ងៃនៅក្នុងមួយសប្តាហ៍តកតងជាមួយនឹងការងារមួយហ្នឹងអញ្ចឹងអាចដាក់ថា5ថ្ងៃនៅក្នុងមួយសប្តាហ៍បន្ទាប់មកយើងអាច sale យើងនឹងទទួលបានព័ត៌មានអឺមួយដែលវានឹងបង្ហាញថា sales target របស់យើងនឹងទទួលបានអឺ monthly task ប្រមាណweekly task ប្រមាណ daily task ប្រមាណតកតងជាមួយនឹង monthly quote weekly quote ឬក៏ daily quote អីជាដើមថាយើងនឹងទទួលបានចំនួនប្រមាណសម្រាប់ការកំណត់គោលដៅរបស់យើងនៅក្នុងខែ5ហ្នឹងហើយខាងនេះតកតងជាមួយនឹង monthly opportunity ថាអតិថិជនដែលយើងនឹងត្រូវជួបនឹងចំនួនប្រមាណអ្នកហើយនៅក្នុងមួយសប្តាហ៍យើងត្រូវជួបអតិថិជនប្រមាណអ្នកហើយក្នុងមួយថ្ងៃយើងអាចនឹងជួបប្រមាណអ្នកអឺដូចយើងឃើញនៅក្នុង record ដែលខ្ញុំបានបង្កើតជាក់ស្ដែងនេះមួយថ្ងៃយើងអាចនឹងជួបអឺអតិថិជនopportunity របស់យើងនឹងអាចម្នាក់ឬក៏2នាក់អីជាដើមនៅក្នុងមួយថ្ងៃអញ្ចឹងតកតងជាមួយនឹង monthly revenue ក៏ដូចជា weekly ក៏និង daily revenue អញ្ចឹងយើងអាចនឹងរកប្រាក់ចំណូលនៅក្នុងមួយថ្ងៃអាចចន្លោះពីក្នុងចន្លោះពី300ឬក៏ weekly អាចត្រឹម$1,500ឬក៏ monthly យើង expect ថានឹងទទួលបានចំនួន$6,000អញ្ចឹង sales target គឺជាកន្លែងមួយដែលយើងអាចនឹងកំណត់គោលដៅនៅក្នុងអឺខែណាមួយដែលយើងនឹង expect ថាយើងនឹងទទួលបានប្រាក់ចំណូលប៉ុណ្ណឹងសម្រាប់ការលក់របស់យើងជាងកន្លែងហ្នឹងគឺតកតងជាមួយនឹងការបង្កើត sales target អញ្ចឹងបន្ទាប់ពីយើងបង្កើត sales target ហើយយើងអាចទៅធ្វើអីបន្តយើងអាចទៅfollow up ឬក៏ទៅ check នៅលើ report របស់យើងយើងចូលទៅកាន់ report របស់យើងទៅយើងអាច check ប្រភេទ sales target របស់យើងអញ្ចឹងដូចនៅក្នុងកន្លែងនេះគឺតកតងជាមួយនឹង sales target ដែលយើងនឹងបានកំណត់ទុកដូចនៅក្នុងឆ្នាំ2026អញ្ចឹងយើងអាចមើល revenue យើងអាចមើល opportunity យើងអាចមើល quote ទៅតាមខែនីមួយៗហើយតកតងជាមួយនឹងកន្លែងនេះតកតងជាមួយនឹង user តែយើង check ទៅលើអឺ sales team មួយណាឬក៏ user មួយណាអញ្ចឹងយើងអាច select នៅក្នុង column មួយនេះតកតងជាមួយនឹងឆ្នាំថាតើឆ្នាំណាដែលយើងនឹងត្រូវ tracking ទៅលើ
sale target របស់យើងអញ្ចឹងបើសិនជាយើងចង់មើលឆ្នាំ2025គឺយើងអាចមើលនៅក្នុងឆ្នាំ2025បើសិនយើងចង់មើលនៅក្នុងឆ្នាំ2024ឬក៏2026អញ្ចឹងគឺយើងអាច select គឺយើងអាច tracking នៅក្នុង report បានហើយកន្លែងនេះគឺតកតងជាមួយនឹង quarter ហើយនិង semester ដែលយើងអាច follow up ឬក៏ tracking ទៅទៅទៅតាម quarter ឬក៏ semester បានទៅតាមត្រីមាសឬក៏ឆមាសអញ្ចឹងនៅក្នុងរយៈពេល3ខែយើងអាចទទួលបាន actual ប្រមាណទទួលបាន expected ប្រមាណនៅសម្រាប់ task របស់យើងហើយនៅក្នុង quarter ត្រីមាសទី2យើងអាចនឹងទទួលបាន actual ប្រមាណហើយ expect របស់យើងអាចទទួលបានប្រមាណអាហ្នឹងគឺតកតងជាមួយនឹង task បើតកតងជាមួយនឹង opportunity ក៏ដូចគ្នាថាតើនៅក្នុងquarter ទី1យើងទទួលបាន actual ប្រមាណអញ្ចឹងយើងអាចនឹងទទួលបានអតិថិជនចំនួន3នាក់ហើយរំពឹងទុករបស់យើងអាចនឹងទទួលបានចន្លោះពី75អឺដុល្លារអញ្ចឹងទៅហើយនៅក្នុង quarter ទី2យើងអាចទទួលបានប្រមាណexpect by sorry អឺតកតងជាមួយនឹង actual ហើយនិង expect មានន័យថា expected មានន័យថាអឺយើងទទួលបានអតិថិជនពិតប្រាកដនឹងចំនួន3នាក់ប៉ុន្តែយើង expect ថានៅក្នុង3នៅក្នុងត្រីមាសទី1ហ្នឹងអឺយើងអាចនឹងរកអតិថិជនបានចំនួន75នាក់ប៉ុន្តែ actually គឺយើងរកបានតែ3នាក់ទេអញ្ចឹងមានន័យថាវាការរំពឹងទុករបស់យើងនៅធ្លាក់ចុះអញ្ចឹងកន្លែង sale target កន្លែងនេះគឺ report នេះគឺយើងអាច tracking ទៅតាមត្រីមាសទៅតាមខែឬក៏ទៅតាមឆមាសនីមួយៗបានហើយដូចនៅក្នុងនេះអញ្ចឹងអឺយើង expect ថានៅក្នុងត្រីមាសទី2គឺយើងនឹងអត់ទទួលបាន customer ទេប៉ុន្តែជាក់ស្ដែងគឺយើងអាចរក customer បានរហូតទៅដល់4នាក់អញ្ចឹងមានន័យថាយើងអាចនឹង close one នៅក្នុង opportunity មួយនេះអឺហើយតកតងជាមួយនឹង quote ក៏ដូចគ្នាដែរថាតើយើងអាច send quote យើងអាចរក quote actually បានប្រមាណហើយយើង expect នឹងចំនួនប្រមាណចឹងបើសិនជាការរំពឹងទុករបស់យើងខ្ពស់ជាងអឺactual work របស់យើងដែលយើងរកបានពិតប្រាកដមានន័យថាវានឹង fail ហើយបើសិនជា actual វាបានច្រើនលើសពីការរំពឹងទុករបស់យើងមានន័យថាយើងអាចនឹងទទួលបានប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនរបស់យើងអឺវាអាចនឹងលើសពីការរំពឹងទុករបស់យើងអញ្ចឹងកន្លែងហ្នឹងគឺតកតងជាមួយនឹង report ដែលយើងធ្វើអឺទៅតាមដែលយើងអាច tracking នៃការរំពឹងទុកក៏ដូចជាអឺការcheck ទៅលើភាពជាក់ស្ដែងដែលយើងរកបានអឺទាំងប្រាក់ចំណូលទាំងតកតងជាមួយនឹងការរំពឹងទុកក៏ដូចជាអឺប្រាក់ចំណូលនិងអតិថិជនរបស់យើងអញ្ចឹងគឺយើងអាច tracking នៅក្នុង sale target នេះបាននៅក្នុង report នេះបានអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំសូមធ្វើការបញ្ចប់ត្រឹមប៉ុណ្នេះអរគុណច្រើន